សួស្តីនេះជាវីដេអូណែនាំពីរបៀបទាញយក file ដែលត្រូវកាត់ពី USB flash drive ទៅក្នុងម៉ាស៊ីនកាត់ CNC ធំមុនដំបូងត្រូវដាក់ flash drive ចូលទៅក្នុង USB port បន្ទាប់មកចុច F2 នៅលើ keyboard ឬចុច F2 program នៅលើ screen បន្ទាប់មកទៀតចុច F8 នៅលើ keyboard ឬចុច F8 file manager នៅលើ screen ហើយចុច F4 នៅលើ keyboard ឬចុច F4 file transfer នៅលើ screen ចុច F1 នៅលើ keyboard ឬចុច F1 file import នៅលើ screen បន្តមកទៀតត្រូវពិនិត្យមើលថាតើបានដោត flash drive បានជោគជ័យហើយឬនៅបើជោគជ័យនឹងចេញដូចរូបបន្ទាប់មកស្វែងរកឈ្មោះ file ដែលត្រូវកាត់ហើយចុច F2 ឬ F2 select ដើម្បី select file បន្ទាប់មកចុច F1 ឬ F1 copy ដើម្បីចម្លង file ដែលត្រូវកាត់នោះចូលម៉ាស៊ីនបន្ទាប់ពីចម្លង file ចូលម៉ាស៊ីនរួចហើយត្រូវចុច F8 ឬ F8 exit ដើម្បីចាក់ចេញបន្តមកទៀតត្រូវចុចប៊ូតុងត្រឡប់ថយក្រោយឬចុចលើ ESC លើ keyboard ម្ដងទៀតក្រោយពីចុចរួចហើយត្រូវប្រាកដថា screen កំពុងឈរនៅលើ home ដូចក្នុងរូបនេះបន្ទាប់មកត្រូវស្វែងរក file ដែលត្រូវកាត់បន្ទាប់ពីរកឃើញ file ដែលត្រូវកាត់ហើយត្រូវចុច F5 ឬ F5 execute ដើម្បីត្រៀមកាត់បន្ទាប់មកត្រូវពិនិត្យមើលឈ្មោះ file ដែលត្រូវកាត់នៅលើ screen ខាងលើថាត្រឹមត្រូវហើយឬនៅប្រសិនបើត្រឹមត្រូវហើយត្រូវចុចលើប៊ូតុង main នៅលើ screen ខាងស្ដាំបន្ទាប់មកត្រូវពិនិត្យលេខ XYZ លើ screen ត្រង់ machine ថាតើវាមក0ហើយឬនៅបើវាមិនទាន់មក0ទេត្រូវចុចលើ XYZ មួយណាក៏បានដើម្បីឲ្យវាបង្ហាញពីបញ្ហាហើយចុចលើ XYZ បូកឬ XYZ ដកតាមអ្វីដែលបង្ហាញលើ screen ហើយរងចាំរហូតដល់ XYZ ត្រូវមក0វិញចំពោះល្បឿននៃការកាត់របស់ម៉ាស៊ីនកំណត់យកត្រឹម 70% បន្ទាប់មកចុចប៊ូតុង Auto មុនពេលដំណើរការកាត់ឈើត្រូវឆែកមើលផ្លែកាត់ទយោខ្យល់សម្ពាធខ្យល់ប្រេងនិងកកាដែលត្រូវកាត់បើខ្យល់ភ្លើងសញ្ញាលើទូបញ្ជាបើចេញភ្លើងក្រហមត្រូវឆែករកមើលបញ្ហាដែលនៅសេសសល់បើគ្រប់យ៉ាងដំណើរការអស់ហើយចឹងយើងអាចដំណើរការកាត់ឈើបានហើយតែត្រូវប្រាកដថាភ្លើងសញ្ញាចេញពណ៌លឿងមុនចុចប៊ូតុង Cycle Start